លេងហ្វានតែអញយល់ទេមនោសញ្ចេតនាដែលបានមកពីការលះបង់របស់ម្ខាងគឺគ្មានន័យទាល់តែសោះខ្ញុំយល់ហើយខ្ញុំគួរតែទុកធនធានឲ្យបងឲ្យបានច្រើនជាងនេះឯងមិនអីទេចាប់ពីថ្ងៃនេះទៅខ្ញុំនឹងបិទវគ្គហាត់រៀនដើម្បីទម្លុះដែនវិញ្ញាណឯងមើលថែខ្លួនឯងទៅសេះច្បងស្រីប្រយុទ្ធឡើងបងត្រូវតែជោគជ័យឲ្យបានណាប្រយុទ្ធសិស្សច្បងស្រីពួកយើងមកបំផ្លាញមហាអរិយការពារប៉ាដោយចំហបែបនេះតើមិនខ្លាចគេដឹងទេឬកុំបារម្ភណាលិនហ្វីយ៉ានបានបិទវគ្គហើយនៅទីធ្លាភ្នំខាងក្រោយនេះគ្មានមនុស្សទេពេលពួកយើងបំផ្លាញភ្នែកអរិយហើយនិកាយធានមករបស់យើងនឹងអាចវាយលុកចូលមកបានយ៉ាងងាយសិស្សច្បងស្រីបងមិនមែននិយាយថាទីនេះគ្មានមនុស្សទេឬខ្ញុំក៏មិនដឹងដែរតើពួកឯងធ្វើអ្វីនៅទីនេះពាក់កណ្ដាលអាត្រៀតខ្ញុំដឹងហើយពួកឯងដើម្បីចូលរួមក្នុងសមាគមបងប្អូនស្រីមែនទេមែនហើយពួកយើងគឺមកដើម្បីចូលរួមក្នុងសមាគមបងប្អូនស្រីនឹកស្មានមិនដល់ថាសមាគមបងប្អូនស្រីរបស់ពួកយើងដើម្បីបានដល់ថ្នាក់នេះសូម្បីតែសិស្សមកពីកំពូលភ្នំផ្សេងទៀតក៏ស្ម័គ្រចិត្តមកចូលរួមដែរសិស្សច្បងស្រីតើពួកយើងគួរតែមុនពេលភារកិច្ចមិនទាន់បានសម្រេចមិនត្រូវធ្វើសកម្មភាពផ្ដេសផ្ដាស់ឡើយហើយម្យ៉ាងទៀតដោយសារតែការសម្ដែងដ៏ឆ្នើមរបស់យើងគេមិនអាចដឹងពីអត្តសញ្ញាណបង្កប់ខ្លួនរបស់ពួកយើងឡើយពាក្យសម្បត្តិចូលរួមតើពួកឯងច្បាស់ហើយមែនទេច្បាស់ហើយបើអីចឹងបញ្ញាប់ចាប់ដើមទៅពួកយើងស្ម័គ្រចិត្តចូលរួមក្នុងសមាគមបងប្អូនស្រីថាជាបងប្អូនធន់នឹងគ្នាមិនសុំកាត់ឆ្នាំតែមួយខែតែមួយថ្ងៃតែមួយតែសុំស្លាប់ឆ្នាំតែមួយខែតែមួយថ្ងៃតែមួយម្ចាស់ប្រព័ន្ធបានស្បត់ជានឹងគ្នាជោគជ័យសូមអបអរសាទរម្ចាស់ប្រព័ន្ធដែលបានឡើងដល់កម្រិតកំពូលលំដាប់ទី9មិនត្រឹមត្រូវទេនេះជាធម៌ពលបិសាចសូមអបអរសាទរម្ចាស់ប្រព័ន្ធទទួលបានក្បាច់គុណបិសាចអានសមោឈាមសូមអបអរសាទរម្ចាស់ប្រព័ន្ធដែលបានរៀនក្បាច់សម្រាប់របស់បិសាចជាដានសង្ហាទាំង7ក្បាច់គុណបិសាចធម៌ពលបិសាចមនុស្សពីរនាក់នេះមិនមែនជាអ្នកបង្កប់ខ្លួនរបស់បកបិសាចទេដឹងសិស្សច្បងប្រុសតើបងកើតអ្វីមែនទេគ្មានអ្វីទេបើអីចឹងតើពួកយើងអាចទៅបានហើយឬនៅពិតជាបានឃើញទេពិភពគុណមិនមែនមានតែការកាប់សម្លាប់នោះទេដោយសារតែការសម្ដែងរបស់ខ្ញុំអាចបោកប្រាស់បរិសម្នាក់នេះបានយ៉ាងងាយពិតជាសិស្សច្បងស្រីមែនភ្នែកអរិយរបស់មហាអរិយការពារបកយុនធានគឺនៅលើកំពូលភ្នំចាំសីខៀវជនបង្កប់ខ្លួនរបស់បកបិសាចទាំងពីរនាក់នេះធ្វើខ្លួនលួចលាក់ប្រកាសជាមានល្បិចកលអ្វីមួយហើយប៉ុន្តែខ្ញុំមិនមែនជាមនុស្សរបស់បកយុនធានផងតើរឿងនេះតាក់ទងអ្វីនឹងខ្ញុំគេងទៅតែមានរឿងអ្វីកើតឡើងសិស្សច្បងលីននៃកាយធានមកបានឆ្លៀតឱកាសពេលមេបកកំពូលកំពុងបិទវគ្គស្រាប់តែវាលុកមកលើដែនដីដ៏វិសុទ្ធសូម្បីតែពួកប្រធាចាធំក៏ត្រូវបានគ្រប់គ្រងដោយមហាអរិយដែរពិតជាដោយការស្មានរបស់ខ្ញុំមែនសិស្សច្បងលីនពួកចៅបកបិសាចចិត្តវេមកដល់ទីនេះហើយពួកយើងបញ្ញាក់រត់ទៅបានរកឃើញថាណាលីនហ្វីយ៉ានកំពុងស្ថិតក្នុងគ្រោះថ្នាក់ប្រសិនបើណាលីនហ្វីយ៉ានស្លាប់ធាតុអាកាសរបស់ម្ចាស់ប្រព័ន្ធនឹងរលាយបាត់ទាំងអស់ស្អីគេឈួតអីប្រព័ន្ធឯងកំពុងបង្ខំឲ្យខ្ញុំទៅធ្វើជីវិតហើយតើកន្លែងបិទវគ្គរបស់ណាលីនហ្វីយ៉ាននៅណាគឺនៅក្នុងដែនដីដ៏វិសុទ្ធពួកបិសាចចង្រៃហ៊ានប៉ះពាល់ណាលីនហ្វីយ៉ានគឺត្រូវតែស្លាប់តែសុខឆ្នេរណាគ្រាន់តែជាមនុស្សធម្មតាសូម្បីតែគ្រោះថ្នាក់ក៏មិនខ្លាចដើម្បីស្នេហាដែរតែពួកយើងសូម្បីតែសេចក្តីក្លាហានប្រយុទ្ធក៏គ្មានដែរពិតជាគួរឲ្យខ្មាស់អៀនណាស់មែនហើយពួកយើងមិនអាចធ្វើឲ្យបាត់បង់មុខមាត់សមាគមបងប្អូនស្រីឡើយសិស្សបងប្អូនស្រីទាំងអស់គ្នាទៅជាមួយសិស្សច្បងលីនដើម្បីកម្ចាត់បិសាចពីមនុស្សធម្មតាខ្លាចជាអ្នកខ្លាំងឈ្នះគ្រប់សត្រូវមិនដែររាថយប្រព័ន្ធមនុស្សដាច់ខាតមិនត្រូវឲ្យពួកចៅបកបិសាចទាំងនេះមករំខានដល់ការទម្លុះដែនរបស់ព្រះនាងដ៏វិសុទ្ធឡើយខាត់ពួកគេឲ្យខ្ញុំម្ចាស់វ័យក្មេងកុំបារម្ភខ្ញុំនឹងបញ្ជូនពួកឯងទៅជួបជុំគ្នាក្នុងពេលឆាប់ៗនេះសម្រាប់ពួកគេទៅកុំថ្ងៃនេះមានខ្ញុំនៅទីនេះគ្មាននរណាម្នាក់អាចឈានជើងចូលដែនដីវិសុទ្ធសូម្បីតែមួយជំហានឡើយ